សោយគាត់និយាយមួយយ៉ាងសុភាពប៉ុន្តែពាក្យសម្ដីរបស់គាត់មើងម៉ាត់មានហេតុមានផលពេលនោះគាត់បានស្នើសុំឲ្យក្រុម Demon Slayer ទាំងអស់ទុកជីវិតឲ្យ Nezuko ហើយឲ្យនាងបន្តដំណើរជាមួយនឹងឋាន Chiro ជាបងប្រុសដោយធម្មតាដោយសំអាងទៅលើហេតុផលពីរយ៉ាងទី1គឺសម្បត្តិធានារបស់សគុនជីអ៊ូរ៉ូកូដាគីដែលជាគ្រូរបស់ឋាន Chiro ដែលបានសរសេរធានាថា Nezuko នឹងមិនប៉ះឈាមមនុស្សជាដាច់ខាតបើសិនជាថ្ងៃណាមួយនឹងខាំមនុស្សគាត់ឋាន Chiro និង Kyutomi Aka សុខចិត្តទទួលទោសប្រហារជីវិតហេតុផលទី2គឺឋាន Chiro ធ្លាប់ជួបជាមួយនឹង Musan Kibusuchi ដោយផ្ទាល់ដែលកន្លងមកគ្មានហាសរាណាម្នាក់ធ្លាប់ជួបជាមួយនឹងមេវិស័យម្នាក់នោះទេគាត់គិតថាឋាន Chiro និង Nezuko គឺជាស្ពាននាំពួកគេទៅកម្ចាត់អាមេវិស័យ Musan Kibusuchi នោះបានប៉ុន្តែទោះបីយ៉ាងណាក៏ដោយនៅមានហាសរាខ្លះជាពិសេសហាសរាខ្យល់មិនជឿថា Nezuko មិនខាំមនុស្សទេពេលនោះគាត់បានសារលបងដោយអាដៃរបស់គាត់សម្រាប់ឈាមចូលទៅក្នុងប្រអប់របស់ Nezuko ដើម្បីសាកចិត្តនាងតែនាងមិនខ្ចីលិតប៉ុណ្ណឹងហើយនៅមិនអស់ចិត្តទៀតគាត់ក៏បានយកប្រអប់ Nezuko ចូលទៅក្នុងម្លប់ដើម្បីឲ្យនាងអាចចេញមកខាងក្រៅបានហើយបង្ហាញសាច់ស្រស់ឈាមស្រស់នៅចំពីមុខនាងតែទីបំផុត Nezuko នៅតែអាចទ្រាំបានហើយងាកមកចេញមិនខ្ចីប៉ះឈាមរបស់គាត់ជាដាច់ខាតសរុបមកការកាត់ក្តីនោះគឺឋាន Chiro និង Nezuko គឺជាអ្នកឈ្នះបន្តមក Shinobu បានសុំយកឋាន Chiro និងមិត្តភ័ក្តិរបស់គាត់ទាំងអស់ទៅសម្រាប់ព្យាបាលនៅផ្ទះរបស់នាងពេលទៅដល់ឋាន Chiro បានឃើញថាផ្ទះរបស់ Shinobu ធំណាស់ហើយមានមេអំបៅជាច្រើនពេលនោះគាត់ក៏បានឃើញស្រីម្នាក់ដែលវាយគាត់ឲ្យស្លាប់កាលពីយប់មិញនាងមានឈ្មោះថា Kanao Hyuri ដែលជាកូនសិស្សចំណិតរបស់ Hashira Shinobu តែនាងចម្លែក